สุดแสดงในตะกอគ្នាខ្ញុំឈ្មោះណាភិនថ្ងៃនេះដែរគឺខ្ញុំនឹងឆ្លើយសំណួរនៅតកគ្នាដែលនៅតកគ្នាបានសរសេរសួរនៅក្នុង status Facebook ដែលខ្ញុំបានផុសប្រហែលថ្ងៃមុនហ្នឹងខ្ញុំនឹងឆ្លើយសំណួរ5សំណួរដែលអ្នកទាំងអស់គ្នាបានសួរចូលមកដល់សំណួរទី1តើបងណាភិនមានសង្សារឬម្ចាស់បេះដូងហើយឬនៅចំពោះសង្សារគឺខ្ញុំអត់មានទេនៅ single ប៉ុន្តែបេះដូងរបស់ខ្ញុំគឺបើកសម្រាប់ friend ទាំងអស់គ្នាបន្ទាប់មកសំណួរទី2នៅពេលបងពិបាកចិត្តឬ stress តើបងធ្វើអ្វីដើម្បីឲ្យខ្លួនឯងមានអារម្មណ៍សប្បាយចិត្តវិញនៅពេលដែលខ្ញុំពិបាកចិត្តឬក៏ stress គឺខ្ញុំចូលចិត្តហាត់ប្រាណហាត់កីឡាដូចជាជិះកង់ឬក៏រត់ហើយខ្ញុំចូលចិត្តស្ដាប់បទចម្រៀងមើលរឿងដូចជារឿងបេសកកម្មរឿងផ្សងព្រេងឬក៏រឿងសេមកេតអីផ្សេងចំពោះសំណួរទី3តើបងរៀបចំខ្លួននឹងការវិភាគសិក្សាយ៉ាងដូចម្ដេចដើម្បីទទួលបានតេស្ត A ក្នុងការប្រឡងបាក់ឌុបហើយមុខវិជ្ជាមួយណាដែលបងគិតថាលំបាកជាងគេចំពោះការទទួលបានតេស្ត A នៅក្នុងការប្រឡងបាក់ឌុបហ្នឹងគឺខ្ញុំចាប់ផ្ដើមខំរៀនតាំង7មុខវិជ្ជាដែលខ្ញុំដឹងថាត្រូវប្រឡងហ្នឹងតាំងពីដើមឆ្នាំមកហើយខ្ញុំក៏បានផ្ដោតទៅលើមុខវិជ្ជា4មុខដែលខ្ញុំគិតថាអាចយោងបន្ទុកខ្ញុំបានដើម្បីឲ្យបានតេស្ត A ហ្នឹងគឺមានមុខវិជ្ជាគណិតរូបគីមីហើយនិងជីវៈខ្ញុំចាប់ផ្ដើមសិក្សាស្រាវជ្រាវក៏ដូចជាធ្វើលំហាត់ដែលលោកគ្រូអ្នកគ្រូគាត់បានសែនឲ្យខ្ញុំហ្នឹងហើយជាពិសេសគឺខ្ញុំបានចូលទៅស្រាវជ្រាវលំហាត់នៅក្នុង page ក៏ដូចជា YouTube របស់ក្រសួងអប់រំយុវជននិងកីឡាផងដែរចំពោះមុខវិជ្ជាដែលខ្ញុំគិតថាពិបាកជាងគេសម្រាប់ខ្ញុំគឺមុខវិជ្ជាគណិតអូខេបងដោយឡែកសំណួរទី4តើធ្វើដូចម្ដេចដើម្បីក្លាយជាមនុស្សពូកែឆ្លាតរឹងមាំហើយឯករាជ្យដើម្បីក្លាយទៅជាមនុស្សដែលពូកែរឹងមាំហើយឯករាជ្យបានគឺយើងត្រូវបណ្ដុះចំណេះដឹងរបស់យើងសិនបណ្ដុះការគិតបណ្ដុះការវិភាគការវិនិច្ឆ័យរបស់យើងអាចបណ្ដុះបានគឺយើងអាចសិក្សាស្រាវជ្រាវនៅក្នុងអ៊ីនធឺណិតមើលវីដេអូចំណេះដឹងក៏ដូចជាអានសៀវភៅឬក៏ស្ដាប់លោកគ្រូអ្នកគ្រូគាត់បង្រៀនជាដើមជាចុងក្រោយសំណួរទី5ហេតុអ្វីបានជាបងឈប់ធ្វើវីដេអូហើយសម្រេចចិត្តត្រឡប់មកវិញមូលហេតុដែលខ្ញុំឈប់ធ្វើវីដេអូប្រហែលឆ្នាំមុនហ្នឹងគឺដោយសារតែខ្ញុំក្មេងពេកមួយវិញទៀតគឺខ្ញុំចង់ទុកពេលឲ្យខ្លួនឯងសិក្សារៀនសូត្រត្រៀមប្រឡងយកសញ្ញាបត្រខ្ញុំសិក្សាទុតិយភូមិដែលយើងហៅថាបាក់ឌុបហ្នឹងហើយមូលហេតុដែលខ្ញុំមកធ្វើវីដេអូវិញគឺដោយសារតែខ្ញុំប្រឡងចប់ហើយមួយវិញទៀតគឺខ្ញុំគិតថាខ្ញុំអាចផលិតមាតិកាក៏ដូចជា content ដែលប្រសើរជាងមុនឲ្យអ្នកទាំងអស់គ្នាមើលអូខេអ្នកទាំងអស់គ្នាខ្ញុំបានឆ្លើយសំណួរអ្នកទាំងអស់គ្នា5សំណួរហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូនេះបាយបាយ